រឿងតាចាស់នៅតមអ្នកឯងតាចាស់កាត់តែនៅចំការស្រែតំណែងឯងគឺកូនចៅគាត់កន្លងឆ្ងាយបាទchẳng ai cần đâu willស្រែនឹងខ្ទមមិនសត់ម្នាក់ឯងធ្វើស្រែទៅស្រូវចំការធម្មតាដើម្បីបន្តជីវិតទៅមុខទៀតព្រោះតែកូនគាត់ទៅរស់ស៊ីដូចជាបានដីបានពន្ធទៅរស់នៅស្រុកឆ្ងាយបរិយាកាសដ៏ស្ងប់ស្ងាត់គឺនៅជំវិញខ្ទមពោពេញទៅដោយមានស្រែខៀវស្រងាត់ដូចជាពណ៌មាសដែលស្រោងរកទុំចិត្តច្រូតគឺអមដោយរូបភាពទេសភាពស្រស់ប្រងព្រមទាំងការស្លៀកពាក់របស់គាត់គឺមានភាពសាមញ្ញតាមតែទម្លាប់នឹងចាស់គឺធម្មតាគឺអត់បញ្ហាទេលើថ្ងៃរៀបលេចគងព្រៃមាត់ស្រែបន្លែធម្មជាតិផ្លាស់ប្ដូរពណ៌ទៅមេឃខៀវស្រស់ថ្លានៅក្នុងបរិយាកាសដ៏សែនមនោរម្យសំឡេងបាក់សាបាក់សីច្រៀងបំពេលងលោមជួយលើកទឹកចិត្តតាដើម្បីកុំឲ្យឯកាពេលដែលកាលពីដើមឡើយលោកតាគាត់មានកូនចៅគឺនៅជុំគ្នារត់លេងមុខផ្ទះដល់ពេលល្ងាចគឺនាំកូនចៅចូលផ្ទះឥឡូវបែរជាស្ងប់ស្ងាត់តែម្ដងគឺមានតែខ្យល់ដ៏បរិសុទ្ធដែលរណកម្ដងគាត់បោកមកលាកជោគតងចាស់កំសត់គាត់គឺដើម្បីបំបត្តិភាពឯការបស់គាត់ផងដែរក្នុងជីវិតដ៏ល្អត្រកាលទុកក្តីសង្ឃឹមក្នុងចិត្តរបស់គាត់ថានឹងបានជួបកូនចៅរបស់គាត់វិញគឺព្រោះតែកូនចៅបានចាក់ចេញឆ្ងាយរយៈពេល1ឆ្នាំ2ឆ្នាំមកហើយតាមិនសូវសោកសៅទេគឺតាចាស់មានធម៌រស់នៅជាមួយនឹងធម្មជាតិពោពេញដោយសុភមង្គលរបស់គាត់តាកាត់ស្រែកច្រៀងកំដរអារម្មណ៍ដើម្បីបង្កើនបរិយាកាសកុំឲ្យស្ងប់ស្ងាត់និងបង្កើតស្នាមញញឹមនៃជីវិតរបស់គាត់ដើម្បីទុកក្នុងចិត្តលើដែនដីសុវណ្ណភូមិនៅជាមួយនឹងពេលវេលារបស់គាត់ដ៏មានតម្លៃគាត់កែច្នៃពេលវេលាឲ្យក្លាយជាបរិយាកាសល្អបានថ្ងៃណាមួយគាត់នឹងទៅសម្រាកនៅក្រោមដើមខ្ទុំ
គឺបន្សល់ស្នាមញញឹមចាស់នៅក្នុងដើមខ្ទុំជុំវិញវាលស្រែជាស្នាមដ៏ចងចាំរបស់គាត់ ដើម្បីពេលដែលគាត់បានចាកចេញទៅគាត់នឹងមានអនុស្សាវរីយ៍នៅស្រែខ្ទមចាស់របស់គាត់ដែលគាត់បានធ្លាប់រស់នៅម្នាក់ឯងដោយភាពសាមញ្ញពោរពេញដោយទេសភាពដ៏ស្រស់បំព្រងគឺពណ៌ស្រោបពណ៌មាសគឺចិត្តប្រមូលផលចឹងតាក៏រស់នៅដោយតែឯងដើម្បីធ្វើស្រែថែចម្ការគាត់ក៏បានទៅរកត្រីសាច់តាមទម្លាប់របស់គាត់គួយដាក់ទ្រូដាក់មងនៅតាមអូបឹងបួដើម្បីចិញ្ចឹមជីវិតរបស់គាត់បន្តទៅមុខទៀតកំដរនឹងធម្មជាតិជីវិតរបស់តា